tuần rồi tới sau 5 tí tiếp và cái dù mi riêng thì sẵn chân dương session ngày ní ngày ngày Tết hay ngày Chẵn đấy và chân raมีออฟนี่យើងអាចចាប់ផ្ដើមបានការរំលឹកមេរៀនសម្រាប់ត្រៀមបាទការប្រឡងសងបាទអញ្ចឹងនៅក្នុងរយៈពេលនេះយើងមិននិយាយអីច្រើនទេគាត់ទៅលើចំណុចមេរៀនមួយក៏យើងនឹងនិយាយគ្នាទៅលើចំណុចដែលពាក់ព័ន្ធសង្ខេបទៅលើចំណុចគោលដែលយើងត្រូវត្រៀមឬខ្ញុំនិយាយឬអីបាទការលើលោកគ្រូតែអត់ឃើញ slide ផងលោកគ្រូតើបាន share ទេបាទយើងនៅក្នុងការយើងរៀនកន្លងទៅយើងមានតែ5មេរៀនទេណាបាទ5មេរៀនទេអញ្ចឹងក្នុងនេះគឺសម្រាប់ថ្ងៃនេះយើងអាចបាន2មេរៀនណារំលឹក2មេរៀនទៅបាទចំណុចតែចាំបាច់ណាបាទខ្ញុំសូម share ទៅសិននៅពេលរក share អត់ឃើញចង់មើលចំនួនគ្នាយើងសិនអត់តន់ load នៅក្នុង YouTube បើតដល់ម៉ោងក្នុង schedule គឺ set ម៉ោង 5 កន្លះដល់ម៉ោង 7 បាទ30ម៉ាននេះចន្ទរាជាថ្នាក់31នាក់លោកគ្រូ31នាក់ក្នុងនេះខ្ញុំមើលទៅឃើញតែ30នាក់នេះ30នាក់បូកទាំងខ្ញុំម្នាក់តើគ្នាទៅ29នាក់នេះបាត់2នាក់ខ្ញុំឃើញ32តើលោកគ្រូចាលោកគ្រូដែរបាទ32ចុះអូខេ32ត្រូវ32ទាំងខ្ញុំត្រូវនេះ31បាទ
ok attendanceចេញហើយខ្ញុំនឹងមើលតិចសិនអូខេបាទចន្ទរាមិន31ទេ32ហ៎ 32កន្តាត្រប់មួយលោកគ្រូបងឡែនក៏ប្រាប់សត31ឈ្មោះអីគេ ខ្ញុំអត់ដឹងដែរលោកគ្រូគាត់ឲ្យលីមានតែ31នាក់លោកគ្រូ អូខេមួយនេះអញ្ចឹងអ្នកត្រប់បាទអញ្ចឹងសូមហៅឈ្មោះទីសិនណាបាទគ្នាយើងបាទអញ្ចឹង31ជំរឿថាអ្នកដែលត្រប់នេះឈ្មោះអីបាទសុភក្តី ចាលោកគ្រូ បាទវេងយី ចាលោក វេង គ្រូ យី ចាលោកគ្រូ អូខេបូវិវត្ត បាទលោកគ្រូ ហ៊ុយហួរ ចាលោកគ្រូ បាទកញ្ចនា ចាលោកគ្រូ បាទគង់ទ្រី បាទលោកគ្រូ អូខេស៊ឺចំទោះឈីវហង ចាលោកគ្រូ ចន្ទរា បាទលោកគ្រូ អូខេសុថាវឌី ចាលោកគ្រូ អូខេសូនីន ចាលោកគ្រូ អូខេប៊ុនថង បាទលោកគ្រូ បាទជីងជីង ចាលោកគ្រូ បាទដាលីណា ចាលោកគ្រូ បាទគឹមសៀក ចាលោកគ្រូ បាទសុភាព ចាលោកគ្រូ អូខេម៉ាលី ចាលោកគ្រូ បាទនីកា ចាលោកគ្រូ អូខេធីតា ចាលោកគ្រូ បាទមួយលី ចាលោកគ្រូ ដេវីតអត់ទេណា បាទលោកគ្រូ អមកបាទដាណេ ចាលោកគ្រូ អូខេវិចារិកា ចាលោកគ្រូ ទេមួយលីចាលោកគ្រូ អូខេលីសា ចាលោកគ្រូ បាទស្រីពេជ្រ ចាលោកគ្រូ អូខេស្រីលៀប គាត់ត្រាប់លោកគ្រូ អូខេចឹងគាត់ត្រប់ហើយបាទស្រីលៀបច័ន្ទមក្ករិន បាទលោកគ្រូ បាទសុជាតា ចាលោកគ្រូ បាទហ៊ុយកាំង ចាលោកគ្រូ អេស៊ីវហាន បាទលោកគ្រូ អូខេថាដា បាទលោកគ្រូ បាទប៉ិនស្រីណាច់មកទេនេះយើងមក32មិនថាស្រីណាច់អត់ឮឆ្លើយគាត់ចូលឬក៏អត់បានចូលចន្ទរាប៉ិនស្រីណាច់ លោកគ្រូចាំមួយផ្លែសិនលោកគ្រូចាំប្រហែលជាគាត់ slow លោកគ្រូ អូខេគាត់ slow ថាគាត់អត់បានចូលនៅក្នុងmeeting ក្នុងនេះទេគាត់នៅក្រៅឡើយទេអញ្ចឹងបាទជួយតាក់ទងទៅគាត់តិចទៅដើម្បីខ្ញុំចាប់ផ្ដើមបាទ លោកគ្រូខ្ញុំយន់ប៉ិនសិនណាចាលោកគ្រូ អូខេចូលហើយអញ្ចឹងណាបាទយើងមកជុំគ្នាហើយតែយើងអត់មានពេលវេលាច្រើនទេហើយឱកាសនេះក៏ជាឱកាសបាទហើយថាឱកាសក្តៅក៏ថាបានដែរសម្រាប់គ្នាយើងអញ្ចឹងយើងចំណាយពេលទាំងខ្ញុំទាំងអីគឺត្រូវនៅ
ម៉ោង 5 ម៉ោង 7 បាទម៉ោងយប់ហើយចាំមកការងារហើយអញ្ចឹងយើងត្រូវយកចិត្តទុកដាក់មែនតើបាទខ្ញុំសូម share screen តិចសិនជុំបាទចឹងយើងរហូតកន្លែង share អត់ឃើញពេលឃើញហ្នឹងតែយើងមកឃើញ slide ទេអត់ទេបាទ ឃើញលោកគ្រូ ឃើញអូខេអូខេអញ្ចឹងយើងមើលជារួមបាទនៅមេរៀនដែលយើងត្រូវ review នេះគឺមាន5មេរៀនដែលយើងបានរៀនកន្លងមកអញ្ចឹងសម្រាប់ឆ្នាំទី5ណាឆ្នាំទី1បាទ pharmacy មុននឹងចាប់ដើមខ្ញុំចង់សួរជាទស្សនវិជ្ជារួមសម្រាប់គ្នាយើងទាំងអស់គ្នាណាអំពីព័ត៌មានខ្លះកំឡុងពេលដែលយើងប្រឡងកាលពីពេលកន្លងទៅយើងអាចលើកជាយោបល់និយាយពីនេះយើងនិយាយដែលពិតហើយអត់មាននិយាយខុសនិយាយយើងអត់មានជាចម្លើយខុសឬត្រូវទេប៉ុន្តែយើងត្រូវនិយាយទៅតាមសំណួរខ្ញុំសួរយើងអាចមានជា comment ជាក់ស្ដែងមកវាមានអីថាត្រូវខ្មាស់ត្រូវលាក់ទៅអីទេណាបាទមួយអញ្ចឹងជារួមខ្ញុំចង់ដឹងថាតើនៅពេលដែលប្រឡងយើងកន្លងមកហ្នឹងអ្វីទៅជាបញ្ហាប្រឈមដែលយើងគិតថាជាបញ្ហា challenge សម្រាប់យើងនៅសំណួរមួយដែលយើងថាធ្វើមិនត្រូវឬក៏ធ្វើមិនចប់យើងអាច share ជា idea ជា challenge តាមរៀបខ្លួនដើម្បីខ្ញុំស្ដាប់ដើម្បីខ្ញុំអាចរកវិធីសាស្ត្រដែលអាចថាផ្ដល់ឲ្យយើងក្នុងរយៈពេលដែលយើង train នេះវាចំតែចំណុចត្រូវប្រឡងវគ្គទី2នេះគ្នាយើងតោះយើងមានយោបល់អីខ្លះស្ដាប់ខ្ញុំឮទេស្ដាប់ខ្ញុំឮដែរទេឮលោកគ្រូទៅឮសំណួរដែលខ្ញុំបានសួរមិញទេឮលោកគ្រូបាទពេលវេលានេះមិនមែនជាពេលវេលាដែលត្រូវខ្មាស់អៀនត្រូវលាក់លៀមអីទេបាទខ្ញុំសួរនេះគឺសួរដើម្បីអ្វីដែលយើងអាចដែលខ្ញុំអាចជួយបានក្នុងដំណាក់កាលចុងក្រោយនេះតើអ្វីខ្លះដែលជាបញ្ហាប្រឈមដែលគ្នាយើងបានជួបប្រទះកំឡុងពេលដែលប្រឡងនៅពេលកន្លងមកដែលយើងមិនបាននិយាយជារួមថាយើងមិនបានធ្វើបានត្រូវគ្រប់បញ្ហាប្រឈមតែទៅលើចំណុចអីខ្លះទៅលើតកតងសំណួរកំឡុងពេលដែលចេញប្រឡងហ្នឹងយើងអាច share ជា comment ជា challenge របស់យើងមកដើម្បីខ្ញុំស្ដាប់លោកគ្រូនិយាយទៅមើលមេរៀនមើលអីដែរហើយអាប់ពេលប្រឡងទៅវាមើលខ្លះណាមើលអត់អត់ចំអ្វីដែលចេញលោកគ្រូហើយចឹងទៅធ្វើអត់សូវបានបាទតកតងជាមួយនឹងការមើលមេរៀននិងសំណួរបាទមានបញ្ហាទៀតគ្នាយើងអាចមានជាយោបល់ឬ comment បន្ថែមមានតែមួយហ្នឹងទេស្ងាត់អស់ហើយតើណាអស់ហើយក្រៅពីមើលមេរៀនតើមេរៀនដែលយើងមើលហ្នឹង
យើងយល់អំពី content នៅក្នុងមេរៀនដែរទេមើលយល់អត់ទេក្នុង content មេរៀនមួយហ្នឹង យល់លោកគ្រូតែយល់ខ្លះដែរហើយមានកន្លែងណាក៏អត់យល់ដែរអត់យល់ដែរតើឧបសគ្គនៃការមិនយល់វាអាចថាជារបាំងភាសាទី1ទី2តើនៅសំណួរពេលយើងប្រឡងយើងអានសំណួរមិនយល់គឺមិនសូវយល់អាចច្រឡំច្រឡើយឬក៏អាចជាមានបញ្ហាអីផ្សេងពីនឹងទៀតអត់ឬយ៉ាងម៉េចដែរ ពេលប្រឡងអានសំណួរទៅយល់លោកគ្រូដល់ពេលសរសេរទៅក៏អត់បានច្រើន បាទសំណួរអានមិនសូវយល់បាទសំណួរអានមិនសូវយល់តើតើនឹងរបាំងភាសាថាភាសាយើងអានទៅនឹងអត់យល់ថាភាសាដែលយើងប្រើបច្ចេកទេសក្នុងសំណួរនឹងជ្រៅពេកឬក៏យ៉ាងម៉េចណាបាទមិនដែរគ្នាយើងខ្ញុំចង់ដឹងអំពី challenge គ្នាយើងដែលជួបណាបាទលទ្ធផលនៃការប្រឡងនេះក្នុងចំណោម100នាក់ជាងគ្នាយើងទៅ70%ដែល pass ជារួម30%ដែលមិនទាន់ pass អញ្ចឹងការមើលមេរៀនទៅលើរបាំងភាសាទៅលើសំណួរបាទដូចជាដែលយើងលើកឡើងហ្នឹងវាថាជាអាចជាបញ្ហាដល់ការឆ្លើយសំណួរឲ្យត្រូវណាឆ្លើយសំណួរឲ្យត្រូវអញ្ចឹងបណ្ដាលពី2ចំណុចនេះតកតងនឹងខ្លឹមសារមេរៀនក៏ដូចជាសំណួរ MCQ ក្តីជាសំណួរឆ្លើយក្តីហ្នឹងហើយវាទាមទារឲ្យយើងហ្នឹងត្រូវកម្រិតភាសាជារឿងមួយសំខាន់ដែរតែបច្ចេកទេសចង់និយាយថាការដែលយើងរៀនក្នុងថ្នាក់គេរៀនថ្នាក់នៅពេលដែលយើងរៀនដែលយើងបានtake note ឬក៏បានស្ដាប់អ្វីដែលខ្ញុំបានប្រាប់ឬក៏ក្នុងថ្នាក់យើងអត់សូវបានចូលរៀនទៀងទាត់បាទអានោះវាសិតតែជាបញ្ហាដែលយើងត្រូវគិតណាបាទយើងត្រូវគិតបាទអញ្ចឹងនៅក្នុងពេលនេះមេរៀនដែលខ្ញុំយកមក review នេះគឺមិនមែនជាការបរៀនទេតែជាការបរៀនឡើងវិញទេតែគាត់ទៅជាការរំលឹកណានៅចំណុចសំខាន់មួយចំនួនទេដែលពាក់ព័ន្ធណាបាទដើម្បីឲ្យយើងគ្នាយើងឲ្យយកចិត្តទុកដាក់នៅត្រង់ចំណុចដែលខ្ញុំបង្ហាញលើទស្សនវិជ្ជាមួយឲ្យគ្នាយើងយកចិត្តទុកដាក់អញ្ចឹងការរំលឹករបស់យើងចាប់ផ្ដើមពីចំណុចមេរៀនទី1យើងដឹងហើយណាបាទមេរៀនទី1របស់យើងរៀនអំពីអ្វីបាទចំណងជើងមេរៀនទី1របស់យើងនិយាយអំពីថ្នាំដែលប្រើសម្រាប់ប្រឆាំងនឹងបញ្ហាកំណកឈាមហើយនឹងថ្នាំដែលប្រើដើម្បីឲ្យទប់កុំឲ្យឈាមកកណាបាទទី2ហ្នឹងគឺជាចំណងជើងមេរៀនទី1របស់យើងអញ្ចឹងចំណុចដែលខ្ញុំចង់ឲ្យយើងពិនិត្យមើលលើក្របខ័ណ្ឌនៃមេរៀនទី1របស់យើងនេះបាទពីគោលខ្ញុំចង់ឲ្យគ្នាយើងទាំងអស់គ្នាស្គាល់អំពីក្រុមថ្នាំដែលពាក់ព័ន្ធនៅក្នុងមេរៀនទី1របស់យើងមានថ្នាំក្រុមអីខ្លះមានថ្នាំប្រមាណក្រុមណានៅក្នុងមេរៀនទី1របស់យើងនេះគ្នាយើងមាននៅចាំបាទណាយើងមានមេរៀនក្នុងដៃនៅពេលឥឡូវនេះមានមេរៀនក្នុងដៃគ្រប់គ្នាអត់មានលោកគ្រូបាទអញ្ចឹងប្រកាសណាមានមេរៀននៅក្នុងដៃគ្រប់គ្នាបាទអញ្ចឹងនៅក្នុងក្រុមបាទក្រុមឱសថដែលពាក់ព័ន្ធនៅក្នុងបញ្ហា
រំលាយកំណត់ឈាមជួបបញ្ហាដោះស្រាយវិបត្តិកំណត់ឈាមនេះយើងជារួមយើងចែកចេញជា3ក្រុមសំខាន់ណាចែកចេញជា3ក្រុមសំខាន់ anticoagulant 1 antiplatelet 1និង fibrinolytic 1បាទ3ក្រុមវាចែកដាច់ដោយឡែកពីគ្នាប៉ុន្តែវាក្នុងក្របខ័ណ្ឌនៃបញ្ហាដោះស្រាយទៅលើទិដ្ឋភាពប្រឆាំងនឹងកំណត់ឈាមបាទចឹងយើងមើលថាតើក្រុមនេះមាន3ក្រុមណាយើងស្គាល់បាទបញ្ហានៅឆ្នាំទាំង3ក្រុមនោះគឺគេប្រើដើម្បីអីគឺប្រើដើម្បីគ្រប់គ្រងឬព្យាបាលបញ្ហាកំណកក្នុងខ្សែឈាមហៅថា clot ឬចំបើនៅក្នុងសរសៃឈាមណាបាទឥឡូវខ្ញុំចូលទៅដល់ក្រុមទី1 anticoagulant គ្នាស្ដាប់ខ្ញុំឮច្បាស់ហ៎បាទឮច្បាស់លោកគ្រូអត់អីបាទអញ្ចឹងយើងស្គាល់ក្រុមថ្នាំហើយណាទាំង3ក្រុមក្នុងមេរៀនទី1យើងដោតទៅលើ3ក្រុមហ្នឹងហើយឥឡូវយើងចាប់ផ្ដើមពីក្រុមទី1 anticoagulant ណា anticoagulant យើងស្គាល់ចំណងជើងក្រុមនេះហើយបាទក្រុមថ្នាំនេះគឺជាក្រុមថ្នាំដែលប្រើដើម្បីបាទការពារណាបាទការពារកំណកឈាមកុំឲ្យវារីកធំជាងមុនការពារកុំឲ្យវាកើតកំណកឈាមនៅទីតាំងផ្សេងនៅក្នុងចរន្តឈាមរបស់យើងប៉ុន្តែ coagulant វាមិនទៅរំលាយកំណកឈាមនោះទេអត់ទេណាបាទវាអត់ទៅបើថាកំណកឈាមមានក្នុងខ្សែឈាមយើងហើយវាអត់ទៅរំលាយទេអត់រំលាយទេបាទអញ្ចឹងនៅក្នុងក្រុម coagulant យើងសួរទៅវិញថាតើមានឱសថអីខ្លះដែលស្ថិតនៅក្នុងក្រុម anticoagulant នេះយើងស្ដាប់សំណួរខ្ញុំបាននេះយើងអាចឆ្លើយបានអត់តែមានឱសថអីខ្លះនៅក្នុងក្រុម anticoagulant ដែលយើងស្គាល់ស្ងាត់ឈឹងយើងមានរៀនក្នុងដៃដែរដូចខ្ញុំសួរយើងអត់មានចម្លើយមានតែយើងមើល content ហ្នឹងអត់យល់ឬយ៉ាងម៉េចដែរឱសថឈ្មោះអីខ្លះនៅក្នុងក្រុម anticoagulant ដែលយើងស្គាល់គ្នាយើងណាខ្លះអាចលើកឡើងបានមួយចំណុចពីរចំណុចមកអត់ដឹងទេអត់ដឹងមានឱសថអីខ្លះនៅក្នុងក្រុម anticoagulant នេះឈ្មោះខ្ញុំចង់ឲ្យយើងលើកឡើងឈ្មោះឱសថហ្មង warfarin លោកគ្រូ warfarin អូខេមានអីទៀត heparin អូខេមានអីទៀតណាហើយមានអីទៀតមានបានពីរheparin ណាមាន warfarin ណាអញ្ចឹងយើងមើល anticoagulant ឱសថនៅក្នុងក្រុម anticoagulant មាន warfarin មាន heparin អញ្ចឹងនៅក្នុងក្រុម heparin ណាវាមាន2ក្រុមសំខាន់ណាក្រុមទី1គេហៅថា unfractionated heparin គឺ heparin ហ្នឹងហើយតែក្រុមទី2នេះពពួក low molecular weight heparin ណាមានឱសថអីខ្លះណាមានឱសថអីខ្លះដែលស្ថិតនៅក្នុងក្រុម low weight heparin ណានេះ direct thrombin inhibitor hydroxyurea ណាfactor ទី10ខ្ញុំសូមបញ្ជាក់ឡើងវិញក្នុង thrombin inhibitor ជារួមវាមានសកម្មភាពផ្ទាល់ក្នុងការបន្ថយនៅ protein factor ផ្សេងណាតែ heparin គឺជាឱសថដែលវាទៅ activate antithrombin 3ដើម្បីទប់ស្កាត់នៅការកើតមានclot ណាកើតមាន clot អញ្ចឹង heparin
គឺជាអក្សរឈ្មោះវាមួយទៀតហៅថា unfractionated aberrant group គឺមាន aberrant មួយនឹងឯងបាទទី2ក្រុមអក្សរ aberrant បាទគេពពួក antithrombin 3វាធ្វើការវាខ្ចីដៃ antithrombin 3នេះគឺក្រុមមួយទៀតគេហៅថា LMWH បាទនេះជាក្រុមណាបាទជា group unfractionated aberrant គឺជា group ក្នុងនោះមាន aberrant ទី2 low kilo weight aberrant បាទវាមានជា group មួយទៀតវានឹងមានអក្សរទី3ទៀតនៅក្នុងចង្កោមរបស់ low molecular weight aberrant ហ្នឹងបាទហើយពួក factor ទី 10A inhibitor នេះគឺវាធ្វើសកម្មភាពផ្ទាល់លើ factor ទី 10A នៅក្នុង cascade ក្នុងប្រព័ន្ធ coagulation cascade នេះគឺឈ្មោះថា fondaparinol នេះគឺជា select បាទគេថា select factor ទី 10A inhibitor ឈ្មោះមាន6ហ្នឹងទេមានមួយគឺ fondaparinol ណាបាទឥឡូវយើងមើលបន្តមកទៀតតើក្រុមថ្នាំពពួកណាបាទ low sugar weight aberrant មានអីខ្លះណាបាទ unfractionated បាទគឺដឹងថា aberrant ដែរមានមួយអញ្ចឹង aberrant នេះសូមបញ្ជាក់គ្នាយើងក៏ត្រូវដឹងដែរ aberrant នេះជាពពួក anti alkaline ប៉ុន្តែមិនមែនជា oral ទេអានេះថាមិនមែនអត់មានជាទម្រង់ថ្នាំលេបតាមជាគ្រាប់លេបតាមមាត់ទេឃើញទេ aberrant គឺមានតែជាទម្រង់ថ្នាំចាក់តែមួយប៉ុណ្ណោះស្ដាប់តនេះយើងបាទស្ងាត់ហ្នឹងមានន័យថាម៉េចតែអ៊ីនធឺណិតគឺបាទអញ្ចឹងសំណួរគេអាចសួរគេអាចឲ្យយើងរើសថាតើ anti alkaline តម្រង់ជា oral ហ្នឹងមានឈ្មោះអីណាបាទរោគជាថ្នាំចាក់ហ្នឹងមានឈ្មោះអីគេដាក់ list down ឈ្មោះឱសថហ្នឹងមកបាទយើងអាចដឹងយើងត្រូវដឹង aberrant គឺជា anti alkaline parenteral គឺតាមតម្រង់ចាក់ណាមិនមែនជាតម្រង់លេបទេលេបតាមមាត់ទេគឺប្រើពាក្យ parenteral អាចចាក់តាមដុំចាក់តាម EV ចាក់តម្រង់ចាក់បាទគឺ parenteral ចំណុចមួយទៀត low molecular weight aberrant ណាបាទអញ្ចឹងមានថ្នាំអីខ្លះហើយយើងចាត់ទុកថាវានៅក្នុងក្រុម low molecular weight aberrant ណាបាទអញ្ចឹងក្រុមថ្នាំនេះក៏ដូចស្តៀង aberrant យ៉ាងដែរអត់មានជាថ្នាំគ្រាប់ទេបាទគឺមានជាថ្នាំចាក់ក្រោមសាច់ដុំណា IC នេះគឺ subcutaneous អញ្ចឹងឈ្មោះវានៅកន្លែងនេះណាបាទមាន enoxaparin ណាមាន dalteparin parin ចុងក្រោយដូចគ្នាដូច aparin ចឹងគាត់ថាមួយ aparin ដឹងទៅក្នុង group unfractionated aparin មានតែ aparin មួយហ្នឹងបាទតែសម្រាប់ LMWH បាទ parin ដែរគាត់ថាឈ្មោះផ្សេងពី aparin ណាបាទពាក្យខាងដើមផ្ទុយពី aparin អញ្ចឹងថ្នាំដែលស្ថិតនៅក្នុងក្រុម low LMWH នេះហៅថា low molecular weight aberrant គឺមានប្រមាណនេះឯងណាមានប្រមាណនេះឯងបាទចឹងបើគេសួរថាថ្នាំណាក្រុមណានៅក្នុងក្រុម aberrant ឬថ្នាំមួយណានៅក្នុងក្រុម LMWH យើងអាចមើលតាមនឹងបាទយើងអាចដឹងថាថ្នាំនេះនៅក្នុងក្រុម anti alkaline ណា parenteral ដូចគ្នាប៉ុន្តែវាជានៅក្នុង group របស់ LMWH ឬក្នុង group aberrant ណាក្នុង group aberrant ក្រុមមួយទៀតបាទគឺពពួក anti alkaline ដែរប៉ុន្តែជាទម្រង់ថ្នាំគ្រាប់លេបតាមមាត់ណាបាទគឺ warfarin ណា warfarin នេះអត់មានជាថ្នាំចាក់ទេប៉ុន្តែជាទម្រង់ថ្នាំគ្រាប់ណាជាទម្រង់ថ្នាំគ្រាប់លេបតាមមាត់ក្រុម anti alkaline ដូចគ្នានេះជា oral anti alkaline ពីរនេះគឺជា parenteral anti alkaline ដូចគ្នាយើងបានលើកឡើងហ្នឹងថាមាន warfarin បាទ warfarin ហ្នឹងគឺជា anti alkaline ជា oral anti alkaline ឃើញទេបាទអញ្ចឹង warfarin នេះជារួមវាជាឱសថដែលមានប្រភពរបស់វាគឺចេញអំពីគូម៉ារីនណាគូម៉ារីនបាទប្រភពនៃការಸಂយោគការផលិត warfarin គឺចេញអំពីគូម៉ារីនណាគូម៉ារីនស្ដាប់តនេះយើងស្គាល់តលោកគ្រូ
បាទអូខេអញ្ចឹងយើងដឹងអំពីក្រុមថ្នាំ anti coagulant ជាទម្រង់ថ្នាំចាក់បាទមានពីរdivision នេះបាទហើយទម្រង់ជាថ្នាំគ្រាប់លេបតាមមាត់គឺមាន warfarin ដែល warfarin គឺមានប្រភពចេញអំពី coumarin អូខេក្រៅពីក្រុមថ្នាំ anti coagulant យើងមានក្រុមថ្នាំណាបាទយើងបានលើកឡើងហើយតែយើងមានក្រុមថ្នាំទី2ឈ្មោះថាអ្វីបាទសំទោសចឹងការព្យាបាលការប្រើពពួក anti coagulant ទាំង heparin ទាំង warfarin បើយើងនិយាយពីគុណភាពព្យាបាលគឺវាដូចគ្នាទេណាវាដូចគ្នាបាទតកតងទៅនឹងបញ្ហាកំណកនៅក្នុងប្រព័ន្ធសរសៃឈាមបាទណាប្រព័ន្ធសរសៃឈាមគឺវា the same បាទណារវាង warfarin និង heparin ក៏ប៉ុន្តែសម្រាប់ heparin លក្ខណៈពិសេសរបស់វាមួយគឺគេអាចការប្រើ heparin វាអាចធ្វើឲ្យថយចុះនៃជាតិខ្លាញ់ក្នុងឈាមរបស់យើងបានណាបាទសារវាមានអង់ស៊ីមមួយដែលទៅជួយបំលែងនៃសារជាតិខ្លាញ់ក្នុងឈាមរបស់យើងណាបាទអញ្ចឹងផលចំណេញនៃការប្រើ heparin គឺធ្វើឲ្យថយចុះជាតិខ្លាញ់ក្នុងឈាមយើងបានណាបាទside effect ខ្ញុំសូមបញ្ជាក់ណាគ្នាយើង side effect គឺផលរំខានឬផលប៉ះពាល់អញ្ចឹងជាទូទៅក្រុមថ្នាំ anti coagulant ផលរំខាននិងផលប៉ះពាល់ដែលសម្បូរកើតមានជាងគេបំផុតនោះបាទគឺ bleeding ឬក៏ការហូរឈាមហ្នឹងដែលជាផលរំខានរួមជាផលរំខានរួមចំពោះអ្នកប្រើប្រាស់សុទ្ធនៅក្នុងក្រុមanti coagulant ក្តីនៅក្នុងក្រុម fibrinolytic ក្តីជារួម anti coagulant heparin ទាំង warfarin ទាំង LMWA group ហ្នឹងគឺសិតសឹងតែអាចមានផលរំខានស្តៀងគ្នាគឺតកតងជាមួយនឹង hemorrhage ណា hemorrhage ហ្នឹងឯង bleeding ណាអញ្ចឹងយើងមើលតទៅទៀត heparin វាជា parenteral anti coagulant ណាបាទអញ្ចឹងការប្រើ heparin ផលវិបាកកើតមានភាគច្រើនគឺការហូរឈាមបាទទន្ទឹមនឹងការហូរឈាមដោយ heparin នៅពេលដែលអ្នកជំងឺម្នាក់មានបញ្ហាហូរឈាមដោយសារការប្រើ heparin វិធីការពារនិងការ prevention និងការជួយទប់ស្កាត់នៃការហូរឈាមពាក់ព័ន្ធនឹង heparin ជាធម្មតាគឺវាតែងតែមានថ្នាំដើម្បីសកួរត្រៀមទុកណាត្រៀមទុកដើម្បីអីត្រៀមទុកក្នុងក្របខ័ណ្ឌដែលមានបញ្ហាអ្នកជំងឺមួយចំនួនគឺគាត់មានបញ្ហាប្រឈមគាត់ allergy ជាមួយ heparin បាទវាបង្កើតទៅជាបញ្ហា hemorrhagia ផ្សេងបាទនៅពេលនោះការប្រើឱសថជំនួយឬឱសថទប់ស្កាត់ឬ antidote ណាផលប៉ះពាល់នៃការហូរឈាមដោយសារការប្រើ heparin គឺតែងតែមានណាបាទតើអ្វីខ្លះបានជាយើងអាចប្រើក្នុងក្របខ័ណ្ឌអ្នកជំងឺម្នាក់ដែលមានបញ្ហានៃការហូរឈាមដោយសារការប្រើ heparin បាទវាអាចពាក់ព័ន្ធទៅនឹងយន្តការនៅក្នុង clotting សំទោស coagulation cascade យើងដឹងហើយបាទថា heparin វាតកតងជាមួយនឹង anti thrombin 3បាទណាពីខ្ចីដៃ anti thrombin 3បាទ anti thrombin 3នេះគឺជាអ្នកចាត់ចែងការងារទូទៅនៅក្នុងប្រព័ន្ធ cascade ជាមួយនឹង clotting factor ផ្សេងទៀតណា clotting factor ផ្សេងទៀតបាទអញ្ចឹងនៅពេលដែល heparin មាន overdose យើងថាប្រើលើសកម្រិតចឹងចុះនៅពេលនោះ activation នៃ thrombin 3វាមានការកើនឡើងអញ្ចឹងវាធ្វើឲ្យបញ្ហានៃការទប់ស្កាត់នៃការಸಂយោគទៅដល់ thrombin ណាបាទឬក៏ fibrin ហ្នឹងគឺវាមិនអាចកើតមានទេអាចកើតមានតែវាប្រឈមនឹងការគេហៅactivation របស់ thrombin ហ្នឹងគឺមានការកើនឡើងកម្រិតខ្ពស់ដែលអាចប្រឈមទៅនឹងបញ្ហានៃការហូរឈាមបាទហូរឈាមអញ្ចឹងដោយសារបរិមាណនៃ thrombin ការಸಂយោគ thrombin នៃការកើនឡើងខ្ពស់ពីកម្រិតធម្មតាអញ្ចឹងការទប់ស្កាត់នៃការហូរឈាមដែលកើតអំពីទិដ្ឋភាពនោះ
គឺគេត្រូវអាចមានឱសថសង្គ្រោះ antidote គឺ protamine sulfate ដែលប្រើដើម្បីទប់ទៅលើការហូរឈាមបានថាទប់ឬកាត់បន្ថយនៃការಸಂយោគ thrombin ដែលកើតចេញអំពី heparin ណា heparin តាមរយៈ factor ទី 3A អញ្ចឹងមានន័យថានៅពេលដែលអ្នកជំងឺម្នាក់មានការហូរឈាមដោយសារការប្រើ heparin អញ្ចឹងថ្នាំបន្សាបទៅលើទិដ្ឋភាពឬ antidote ឬ antagonist របស់ heparin យើងហៅថា antidote ឬក៏ antagonist របស់ heparin គឺ protamine sulfate នេះណាដែលគេអាចយកទៅប្រើទប់ជាមួយនឹងការហូរឈាមរបស់ heparin ណាបាទអញ្ចឹងយើងមើល heparin គេឃើញថា side effect របស់វា amorate ដូចនឹង warfarin ចឹងដែរវាក្នុងក្រុម anticoagulant ដូចគ្នាអញ្ចឹងយើងមើល warfarin នេះម្ដង warfarin វាជា derivative របស់ coumarin ណាបាទ LWA នេះឈ្មោះឱសថនេះយើងបានឃើញក្នុងតារាងខាងដើមហើយដែរបាទparin ចុងក្រោយប៉ុន្តែយើងត្រូវកត់សម្គាល់ថាវាមានprefix នេះខុសគ្នាពី heparin ណាបាទតែក្រុមនេះស្ទើរតែជាក្រុម LMWA ជាទម្រង់ស្នាមចាក់ដូចគ្នាដូច heparin ចឹងដែរណាបាទ action mechanism action ដោយ heparin ចឹងដែរទៅលើ anti thrombin 3បាទអូខេសូមចូលទៅ oral anticoagulant ណាបាទយើងចូលទៅដល់វគ្គមិញយើងនិយាយ heparin យើងនិយាយ antidote heparin យើងនិយាយអីមិញហ្នឹងគឺក្នុងក្របខ័ណ្ឌ parenteral ឥឡូវយើងចូលទៅដល់ oral anticoagulant ណាយើងបានដឹងហើយថា oral anticoagulant គឺជាក្រុមថ្នាំដែលប្រើលាបតាមមាត់មិនអាចប្រើជាទម្រង់ចាក់ណាមួយទេណាបាទអញ្ចឹង oral anticoagulant គឺសុទ្ធនៅក្នុងក្រុម oral anticoagulant យើងអាចដឹងហើយគឺជា warfarin បាទ warfarin គឺមានប្រភពឬក៏ជាខ្សែស្រឡាយរបស់ coumarin ណាបាទគឺ coumarin គឺជាទម្រង់ឱសថធម្មជាតិនៅក្នុងរូបជាតិឱសថរបស់យើងគឺនៅ warfarin គឺជាឱសថසංយោគណាឱសថසංយោគថារចនាសម្ព័ន្ធគីមីវាដូចនឹង coumarin ចឹងដែរ the same action ក៏ប៉ុន្តែជាការផលិតជាការසංយោគសុទ្ធសាធមានប្រភពពីធម្មជាតិនេះជាប្រភព coumarin ជាប្រភពពីធម្មជាតិ natural ណានេះផលិតនៅមន្ទីរពិសោធន៍របស់ចាក់ស្រាវជ្រាវបង្កើតម៉ូលេគុលថ្មីដាច់កន្លែងទាំងសមាសភាពទាំងរចនាសម្ព័ន្ធគីមីគឺខុសគ្នាណាប៉ុន្តែមុខងារ the same pharmacodynamic ណា same pharmacodynamic បាទគេហៅថា coumarin derivative បាទក្នុងខ្សែស្រឡាយសកម្មភាពតែមួយប៉ុន្តែរចនាសម្ព័ន្ធម៉ូលេគុលគឺខុសគ្នាណាខុសគ្នាអញ្ចឹងប្រើលាបតាមមាត់បាទគឺ warfarin ហើយ side effect ដែលខ្ញុំបានលើកឡើងអញ្ចឹងបាទ side effect ដែលពាក់ព័ន្ធជាមួយ warfarin បាទមិនខុសអីពី heparin ទេបាទខ្ញុំសូមបាទការព្យាបាលខ្ញុំបានប្រាប់ដូចនឹង heparin អញ្ចឹងមានខុសគ្នាទេបាទ side effect នេះគឺ hemorrhage ដូចគ្នាបាទការហូរឈាមពាក់ព័ន្ធនឹងការប្រើ heparin សំទោស warfarin ក្នុងករណីប្រើលើសកម្រិតនេះវាអាចប្រឈមនឹងការហូរឈាមនឹងជា common side effect ណាបាទអូខេអញ្ចឹងក្នុងករណីបើសិនជាប្រើ warfarin លើសកម្រិតមានអីកើតឡើងបាទប្រើលើសកម្រិតអ្វីដែលកើតឡើងគឺ hemorrhage តែមានអីជួយគ្រប់គ្រងស្ថានភាពនៅពេលហ្នឹងបាទគឺ antidote បាទ antidote របស់ warfarin បាទគឺ vitamin K1 ណាដល់ពេលយើងហូរឈាមអីគឺចាក់ vitamin K វីតាមីន K ទប់ការហូរឈាមគឺបានន័យថាvitamin K នេះគឺជាអង្គតាកនីរបស់ warfarin ជាយន្តការនៃការហូរឈាមការវះកាត់ឬកត្តាខាងក្នុងមួយចំនួនដែលពាក់ព័ន្ធនឹងការប្រើ warfarin vitamin K ក៏នៅតែអាចប្រើជាឱសថខាត់ឈាមឬទប់ឈាមនឹងបានដែរណាតែមិនចាំបាច់ថាដោយសារ warfarin ទាំងស្រុងទេយល់ទេបាទគេអាចប្រើក្រៅពីភាពពាក់ព័ន្ធឬកត្តាពាក់ព័ន្ធជាមួយ warfarin ឬការវះកាត់vàការវះកាត់អីជាដើមណាបាទគេអាចប្រើ vitamin K នឹងទប់នៅការហូរឈាមណាបាទអូខេអញ្ចឹងយើងបានស្វែងយល់អំពីក្រុម anticoagulant ហើយទៅលើក្រុមឱសថ heparin LMWA ទៅលើ
ក្រុម oral anticoagulant warfarin ហើយយើងក៏ដឹងថាតើ side effect រួមរបស់ក្រុមទាំងអស់ហ្នឹងមានអីខ្លះណាហើយក៏យើងបានស្គាល់អំពី antidote របស់ក្រុមអាសូតទាំងដែរណារវាង heparin warfarin ជាដើមហ្នឹងណាបាទហើយយើងចូលដល់ក្រុមទី2ក្នុងមេរៀនទី1របស់យើងគឺ antiplatelet អញ្ចឹង antiplatelet គឺជាអាសូតដែលប្រឆាំងនឹងការសង្យោគទៅដល់មុខងារឬកាត់បន្ថយមុខងាររបស់ plaquette គឺកាត់បន្ថយភាពស្អិតរបស់ plaquette មិនមែនទៅបំបត្តិ plaquette ពីឈាមយើងទេគឺនៅនេះគេចង់និយាយថាដើម្បីកាត់បន្ថយនៅមុខងាររបស់ plaquette មានន័យថាកាត់បន្ថយនៅភាពស្អិតណាបាទឬក៏ aggregate ការប្រមូលផ្ដុំរបស់ plaquette កាលណាស្អិតវាងាយនឹងការប្រមូលផ្ដុំបង្កើតទៅជា clot បានណាបង្កើតជា clot ចឹង antiplatelet គឺប្រើដើម្បីជួយ prevent នៅការកើតមាន clot ណាឬកាត់បន្ថយភាពស្អិតរបស់ plaquette ហ្នឹងហើយអញ្ចឹងនៅក្នុងក្រុម antiplatelet វាមានច្រើនក្រុមបាទនៅលើការ plaquette មួយហ្នឹងវាមានទិដ្ឋភាពច្រើនដែលវាធ្វើការដើម្បីកាត់បន្ថយទៅលើការភាពស្អិតដើម្បីកាត់បន្ថយទៅលើការប្រមូលផ្ដុំអញ្ចឹងវាមានឱសថច្រើនក្រុមបាទ14ក្រុមនេះធ្វើការនៅលើកោសិកា plaquette នីមួយៗណាបាទអញ្ចឹងចំណោម4នេះអាចប្រើក្រុមមួយណាក៏បានដែរមុខងារ plaquette នៅមានការប្រែប្រួលណាអញ្ចឹងក្រុមទី1 ADP antagonist បាទយើងមើលពាក្យមើលឈ្មោះឱសថក្នុងក្រុម ADP antagonist យើងមានអីខ្លះយើងឃើញទេ Ticlopidin clopidogrel prasugrel នេះពីនេះមាន suffix ខាងចុង grel ហ្នឹងថាហ្នឹងគឺជាឱសថក្នុងក្រុម ADP antagonist របស់ antiplatelet ណាបាទបន្ទាប់មកទៀតយើងមើលក្រុមទី2របស់ antiplatelet COX inhibitor គឺសំដៅលើអង់ស៊ីម COX ណាបាទអញ្ចឹងមាន aspirin ដែលយើងធ្លាប់ដឹងទាំងអស់គ្នាបាទក្រុមទី3 phosphodiesterase inhibitor ក្រុមថ្នាំដែលបន្ថយនៅactivity ឬការសង្យោគអង់ស៊ីម PDE នេះ phosphodiesterase គឺមានមួយទេ dipyridamol ណាគឺជាឱសថនៅក្នុងក្រុម phosphodiesterase inhibitor GP បាទ glycoprotein 2B 3A inhibitor គឺជាក្រុមឱសថនៅការកាត់បន្ថយនៅការសង្យោគ GP2B និង 3A ចឹងឱសថនៅក្នុងក្រុមនេះមានដូចជា tirofiban ណា aptifibatid និង abscisimat ណា3đóគឺនៅក្នុងក្រុមបាទ GP inhibitor នេះហើយអញ្ចឹងជារួមនៅក្នុង4ក្រុមហ្នឹងយើងបានស្គាល់ឈ្មោះក្នុងក្រុមមួយក៏អត់មានច្រើនទេមានប្រមាណមុខហ្នឹងទេ COX inhibitor ស្គាល់ច្បាស់ជាងគេ aspirin ក្រុមនេះមានតែមួយដែរ dipyridamol PDE inhibitor ADP antagonist នេះស្គាល់ច្បាស់បាទ clopidogrel នេះគេប្រើបណ្ដោះបន្សល់ជាមួយ aspirin នេះ prasugrel ជាដើមណាជាឈ្មោះឱសថនៅក្នុងក្រុមទាំង4របស់ antiplatelet ណាបាទយើងស្គាល់ឈ្មោះឱសថនីមួយៗនៅក្នុងក្រុមនីមួយៗរបស់ antiplatelet បាទស្ដាប់លឺគ្នាយើងស្ដាប់លឺលោកគ្រូបាទអញ្ចឹងសកម្មភាពនៃការធ្វើការរបស់ឱសថនីមួយៗក្នុងក្រុមទាំង4របស់ antiplatelet ធ្វើខ្លះដូចជា aspirin clopidogrel ដូចជាក្រុមនេះ GP inhibitor នេះ abscisimat ណាដូចជាក្រុមអីទៀតបាទក្រុមនេះ dipyridamol ណា ADP antagonist បាទអញ្ចឹងវាសិតតែមានយន្តការធ្វើការផ្លូវផ្សេងគ្នានៅលើកោសិកា plaquette ក្នុងគោលដៅរួមដើម្បីកាត់បន្ថយនៅ plaquette aggregate កុំឲ្យ plaquette ហ្នឹងប្រមូលផ្ដុំនេះបាន plaquette ប្រមូលផ្ដុំនេះអត់បានគឺបើថាវាមានយន្តការក្នុងផ្លូវទាំង3ហ្នឹងទាំង4ហ្នឹងគឺកាត់បន្ថយនៅភាពស្អិតនៅលើ surface របស់ plaquette នេះបើ plaquette វាលែងមានភាពស្អិតទេវាប៉ះគ្នាក៏វាអត់តោងគ្នាដែរវាក៏កាត់គ្នាក៏វាតោងគ្នាអត់កើតអញ្ចឹងបាទអញ្ចឹងចុះ aspirin វិញ
តើ aspirin ដើម្បីកាត់បន្ថយអង់ស៊ីមកុកនោះវាបានទទួលផលឲ្យគេយន្តការរបស់ aspirin ណាបាទទៅមុខងារ aspirin ក្នុងការកាត់បន្ថយនៅ plaquette aggregate ថាកាត់បន្ថយនៅការប្រមូលផ្ដុំរបស់ plaquette តើ aspirin វាធ្វើសកម្មភាពយ៉ាងដូចម្ដេចណាដូចម្ដេចបានយើងអាចទទួលបាននៅ plaquette លទ្ធផលដែល plaquette มันអាចប្រមូលផ្ដុំគ្នាបានណាបាទឬក៏ហៅពាក្យបច្ចេកទេសគេហៅថា plaquette aggregation បាទចឹង aspirin វាបន្ថយនៅ plaquette aggregation តាមរយៈអង់ស៊ីមកុកអញ្ចឹងបាទអញ្ចឹង aspirin វាជា inhibitor របស់អង់ស៊ីមកុកបាទនេះគឺកុក1មានកុក1កុក2ណាបាទតែកុក1គឺទំនោររបស់វាគឺតកតងជាមួយនឹងthromboxane តកតងមួយprostaglandin នេះគឺច្រើនដែលវាបង្កើតទៅជា aggregate ទៅដល់ plaquette ណាបាទអញ្ចឹងកាលណាយើងប្រើ aspirin សកម្មភាព mechanism action របស់វាគឺទៅ block អង់ស៊ីមកុកបាទយើង block អង់ស៊ីមកុកការបង្កើតនៅ prostaglandin ក៏លែងមាន thromboxane ក៏លែងមានអញ្ចឹងលទ្ធភាពដែលបង្កើតទៅជា aggregate នៃការប្រមូលផ្ដុំ plaquette ដែលវាប៉ះគ្នាក៏កាត់គ្នាវាតោងជាប់នេះក៏លែងមានដែរអញ្ចឹងវាកាត់បន្ថយនៃហានិភ័យនៃការកើតមាន clot បានបាទណាបាទនេះជាសកម្មភាពធ្វើការរបស់ aspirin គឺតាមរយៈអង់ស៊ីមកុកដល់តែ dipyridamol របៀបធ្វើការរបស់វា PDE នេះគឺជាអង់ស៊ីមដែលទុកដែលបើយើងនិយាយពីមុខងាររបស់ phosphodiesterase គឺជាអង់ស៊ីមដែលបង្កើននៅការបំលែងពី CAMP ទៅជា AMP AMP នេះគឺ inactive metabolite ណាអញ្ចឹងactive metabolite គឺនេះណា CMP នេះ CMP នេះកើនឡើងគឺធ្វើឲ្យកាល់ស្យូមនេះវាកាត់បន្ថយនៅកាល់ស្យូមយល់បាទវាធ្វើឲ្យកាល់ស្យូមកើនឡើងចឹងធ្វើឲ្យប្រព័ន្ធ cascade នេះធ្វើឲ្យមាន thrombin នឹងកើតមានបាទចឹងយើងប្រើថ្នាំ dipyridamol បើយើងទៅ block phosphodiesterase ទៅអញ្ចឹងCMP នេះវាអត់คล้ายទៅជា AMP កើតទេចឹងនៅពេលដែលសំហាប់ CMP កើតឡើងវាទៅ inactivate calcium channel អញ្ចឹងធ្វើឲ្យលំហូរកាល់ស្យូមចូលក្នុងកោសិកា plaquette ធ្លាក់ចុះធ្វើឲ្យកំហាប់អ៊ីយ៉ុងកាល់ស្យូមក្នុងកោសិកា plaquette ធ្លាក់ចុះអញ្ចឹងលទ្ធភាពដែលជំរុញនៃការបង្កើតនៅ thrombin និង fibrin បាទគឺអត់កើតមានបានទេកើតមានបានណាបាទនេះគឺជាយន្តការដែលធ្វើការរបស់ dipyridamol បាទហៅក្នុងក្រុម phosphodiesterase inhibitor គឺក្នុង concept ហ្នឹង ADP antagonist clopidogrel អីទាំងអស់ហ្នឹងបាទវាទៅ block receptor ADP receptor នៅលើ surface របស់ plaquette ដើម្បីកាត់បន្ថយនៅការසංយោគរបស់ fibrin ណាបាទ fibrin សុទ្ធទាំងពីរក្រុមនេះគឺថាវាធ្វើការជំនួយគ្នាទៅវិញទៅមកបាទទៅលើធ្វើយ៉ាងណាដើម្បីបង្កើននៅការසංយោគ fibrin ឲ្យស្រោបទៅលើ clot របស់ plaquette ណាបាទបង្កើតស្របទៅលើ plaquette aggregation ដើម្បីបង្កើតជា clot យល់ទេអញ្ចឹងក្នុងន័យទាំង4នេះជាសង្ខេបយើងអាចមើលទៅលើ mechanism action aspirin ណាវាធ្វើការវាលើអង់ស៊ីមអី PDE dipyridamol វាធ្វើការទៅលើអង់ស៊ីមអ្វីបាទដល់ឡែកសម្រាប់ ADP វាធ្វើការទៅលើ receptor អីហើយ acizimab អីជាដើមវាធ្វើការទៅលើមុខងារទៅលើ protein អីណាបាទដែលយើងត្រូវដឹងអំពីលក្ខណៈ mode action របស់គ្រប់នីមួយៗណាបាទតោះនេះគេស្ដាប់តោះអត់គេយើងតោះលោកគ្រូបាទណាបាទអូខេអញ្ចឹងបាទនេះសកម្មភាពដូចមុនទេយើងគាត់ទៅសម្រាយបាទអញ្ចឹងក្រុមទី3នៃ anticoagulant គឺក្រុមថ្នាំរំលាយកំណកឈាមហៅថា fibrinolytic ណាអញ្ចឹងក្រុមថ្នាំរំលាយកំណកឈាមយន្តការទូទៅគឺដើម្បីរំលាយ fibrin ដែលស្រោបនៅលើ clot ណាដើម្បីឲ្យ clot យើងហ្នឹងវារលាយបែកហើយវាអាចរលាយនៅក្នុងចរន្តឈាមរបស់យើងអញ្ចឹងរបៀបដែលអាចទៅរំលាយ fibrin ដែលស្រោបនៅលើ clot នោះបានគឺទាមទារឲ្យមាននៅ plasminogen បាទ plasminogen ជាអង់ស៊ីមសំខាន់ក្នុងការ
convert ណាបាទ plasmin ណាបាទទៅ plasmin នេះគឺជាគូបដិបកសម្រាប់រំលាយ fibrin បាទបំបែករចនាសម្ព័ន្ធប្រូតេអ៊ីនរបស់ fibrin បាទអញ្ចឹងធ្វើឲ្យក្លឹបហ្នឹងវាងាយនឹងរលាយនៅក្នុងចរន្តឈាមរបស់យើងវិញណាបាទតាមរយៈplasmin តែអង់ស៊ីមគេដែលទទួលខុសត្រូវគឺ plasminogen activator ណាសម្រាប់បំលែង plasminogen ទៅជា plasmid plasmin កើតមានគឺវាទៅកាត់ផ្ដាច់រចនាសម្ព័ន្ធគីមីប្រូតេអ៊ីនរបស់ fibrin ដែលខ្លាយធ្វើឲ្យក្លឹបហ្នឹងវាជារលាយណាបាទរលាយយល់ទេបាទនេះក្រុមទី3ណាអញ្ចឹងបញ្ហាមួយទៀតដែលយើងគួរតែពិនិត្យមើលផងដែរក្នុង pharmacology គឺខ្ញុំទាមទារឲ្យយើងដឹងជាចាំបាច់បាទនឹងមិនមែនជា optional ទេវាជា mandatory បាទគឺឲ្យស្គាល់ឈ្មោះយ៉ាងហោចណាស់ស្គាល់1 2ឈ្មោះថ្នាំក្នុងក្រុមនីមួយៗដែរណាស្គាល់ដែរចឹងនៅក្នុងក្រុមថ្នាំរលាយកំណត់ឈាមវាមានឈ្មោះថ្នាំច្រើន Streptokina Urokina បាទនេះអាចស្រួលចំណាំដែរ Kina នៅក្រុម fibrinolytic បាទវាមាន Ateplas នេះគឺឈ្មោះពេញវា Tissue Plasminogen Activation ណាបាទជំរុញដល់ការបង្កើត plasmin ដើម្បីទៅរំលាយ fibrin មាន Reteplas ណាបាទមាន Anti-Strepla បាទថ្នាំទាំងអស់នេះគឺជាថ្នាំស្ថិតនៅក្នុងក្រុម fibrinolytic ឬគឺជាថ្នាំប្រើដើម្បីរំលាយកំណកឈាមនៅក្នុងប្រព័ន្ធសរសៃឈាមរបស់យើងណាបាទ Streptokina Urokina ដល់ហ្នឹងបាទអញ្ចឹងយើងមើល side effect បាទក្រុមថ្នាំពពួក anti thrombotic និយាយជារូបទាំង3ហ្នឹងទាំង anti platelet ទាំង anti coagulant ទាំង fibrinolytic ឬ thrombolytic group នេះ common side effect វាគឺដូចគ្នាអាណាប្រើរ៉ាំរ៉ៃយើងប្រើលើកម្រិតគឺហូរឈាមងាយនឹងហូរឈាមបាទ bleeding ឬ hemorrhage ណាបាទអញ្ចឹងមិនខុសអីពី heparin អុកពី warfarin ទេនៅពេលអ្នកជំងឺម្នាក់ប្រើ overdose របស់ fibrinolytic group ណាដូចជាប្រើ Streptokina Urokina ឬ Atepla លើកម្រិតកើតដែលមានការហូរឈាមបើសិនក្នុងលក្ខខណ្ឌបែបនោះបាទឱសថដែលជា antagonist ទប់ស្កាត់នៃការසංយោគ plasminogen បាទគឺគេហៅថា amino caproic acid ឬក៏នឹង tranexamic acid ណា tranexamic acid ពីរនេះអាចដើរតួជា antidote របស់ fibrinolytic នៅពេលដែលមានការហូរឈាមឬក៏ប្រើលើកម្រិតនៃអាស៊ីតក្នុងក្រុម fibrinolytic ទាំង Urokina Streptokina ជាដើមតោះនេះនិយាយលោកគ្រូបាទណាបាទស្ដាប់អត់ទាន់ឬអត់ច្បាស់សួរណាបាទពេលវេលានេះយើងអត់មានពេលក្រៅពីនឹងទៀតទេបាទអត់ច្បាស់អត់ឮសួរបាទអូខេអញ្ចឹងនៅក្នុងក្របខ័ណ្ឌនៃចម្ពោះទី1ឆ្នាំក្រុមឆ្នាំដែលមានសកម្មភាពលើកំណត់ឈាមយើងមាន3ក្រុមហ្នឹងបន្លែកសម្រាប់ក្រុមឆ្នាំទប់កុំឲ្យឈាមហូរខាត់ឈាមហ្នឹងគឺជាក្រុមឆ្នាំពពួក antagonist របស់ក្រុមឆ្នាំទាំង3ខាងដើមហ្នឹងឯងពីវីតាមីន K អានឹងវាឆ្នាំខាត់ឈាមអញ្ចឹងវាថាជា antagonist របស់ warfarin ហ្នឹងដើរតួជា coagulant ហើយណាបាទដូចជា amino caproic acid ដែលជា antagonist របស់ fibrinolytic group ខាងដើមហ្នឹងអានឹងដើរតួជា coagulant ហើយវាខាត់ឈាមដែរណាដើរតួជាខាត់ជាអសត់ខាត់ឈាមណាបាទពទុកកុំឲ្យឈាមហូរបាទនេះសិតតែជាអសត់ដែលយើងចាត់ទុកថាវាជា coagulant ណាជា coagulant គឺអសត់ខាត់ឈាមបាទណាបាទthrombin អានេះឆ្នាំចាក់ទុកនៅខាត់ឈាមនៅនឹងកន្លែងពេលដំបៅក៏ការហូរឈាមហូរពីដំបៅហ្នឹងគេចាក់នៅក្រោមដំបៅចាក់កន្លែងដែលមានរបួសតែម្ដងដើម្បីទប់នៅការហូរឈាមណា
with thrombin បាទឆ្នាំនេះគឺមិនជាឆ្នាំចាក់នៅក្រុមខ្ញុំនិយាយពាក្យចាក់នៅខុសសំទុះមិនមែនជាឆ្នាំប្រើចាក់នៅលើក្រោមស្បែកឬសាច់ឈាមអីទេបាទគឺឆ្នាំនេះឆ្នាំបាញ់ស្រោចលើកន្លែងដែលមានរបួសហូរដែលមានឈាមហូរឬក៏មានតបៅដែលមានឈាមហូរនេះបើឆ្នាំនេះមកបាញ់ស្រោចកន្លែងដែលមានរបួសហូរឈាមនឹងបាទវាជួយខាត់ឈាមកន្លែងមុខរបួសនឹងបាទណាគេហៅពពួក thrombin បាទ stimulator thrombin កើតនេះវាបង្កើតនៅ fibrin មកលឿនហើយ plaquette ហូរមកនោះជាឆ្នុកទុកកន្លែងរត់ដែល injury គេប្រើនៅក្នុងការខាត់ឈាមពេលដកធ្មេញវះកាត់ធ្មេញឬវះកាត់ធំអីហ្នឹងវះកាត់ពោះវះកាត់នេះប៉ងសំងធំហ្នឹងគឺមានផ្ទុកនៅសារជាតិ hemostatic ណាបាទបត់ឈាមហ្នឹងបាទការរំលឹកមេរៀនទី1របស់ខ្ញុំមានតែប៉ុណ្្នឹងទេបាទខ្ញុំតែគ្នាយើងអាចចាប់ចំណុចដែលខ្ញុំបានបកស្រាយខាងដើមបានបាទសម្រាប់ខ្លឹមសារនៅក្នុងមេរៀនទី1ណាបាទអូខេតោះនេះយើងបាទហើយស្ងាត់ឈឹងហ្នឹងតោះអត់យើងតោះអត់តើលោកគ្រូបាទចឹងសម្រាប់មេរៀនទី1គឺយើងមានតែប៉ុណ្្នឹងបាទខ្ញុំចង់រំលឹកដល់គ្នាយើងដើម្បីជាការ take note ហើយនឹងយើងមើលបានស៊ីជម្រៅខ្ញុំសូមចូលដល់មេរៀនទី2បាទមេរៀនទី2ក៏ជាមេរៀនដែលមានបញ្ហាច្រើនគ្នាយើងភាគច្រើនក៏មានផលប៉ះពាល់ពីមេរៀនទី2នេះច្រើនដែរណាបាទគ្នាយើងអាចនេះបានទេខ្ញុំអាចទៅមេរៀនទី2នេះបានទេបានលោកគ្រូបានណាបាទអញ្ចឹងមេរៀនទី2នេះសម្រាប់ session ថ្ងៃនេះខ្ញុំនឹង review ពីមេរៀននេះឲ្យគ្នាយើងសិនហើយចប់មេរៀននេះទៅពេល review ចប់ទៅគ្នាយើងអាចភាសាគ្នាចងក្រងមើលទៅលើអ្វីដែលខ្ញុំបានបញ្ចូលបាទសម្រាប់ថ្ងៃនេះថ្ងៃអាទិត្យយើងមកវគ្គទៀតថ្ងៃច័ន្ទចុងក្រោយ conclusion យើងអាចបញ្ចប់បានហើយអូខេបាទអញ្ចឹងយើងមើលទៅលើខ្លឹមសារមេរៀនទី2បាទយើងពាក់ព័ន្ធជាមួយនឹងវិបត្តិជំងឺក្នុងពាក់ព័ន្ធនឹងជំងឺកំពេញអរម៉ូននេះគឺអរម៉ូនធីរ៉ូអ៊ីតណាបាទអរម៉ូនធីរ៉ូអ៊ីតបាទអញ្ចឹងយើងមើលទាំងអស់គ្នាថាតើមុខងារនៃអរម៉ូនធីរ៉ូអ៊ីតក្នុងរាងកាយរបស់យើងហ្នឹងមានមុខងារអីខ្លះមានមុខងារអីខ្លះបាទហើយធីរ៉ូអ៊ីតវាជាអរម៉ូនដែលផលិតចេញពីកំពេញទីរ៉ីតនៅកំពង់ករបស់យើងនេះទេទូចទេកំពេញហ្នឹងប៉ុន្តែមុខងារមហាសាលណាបាទអញ្ចឹងអរម៉ូនទីរ៉ីតវាមានមុខងារនៃការផលិតហ្នឹងគឺតាមរយៈទម្រង់អរម៉ូន2ប្រភេទសំខាន់គឺ T3 និង T4 ណា T3 និង T4 អរម៉ូននេះស្ថិតនៅក្នុងប្រព័ន្ធ endocrine system ណាបាទ endocrine system អញ្ចឹងការបំរែបំរួលអរម៉ូនធីរ៉ូអ៊ីតនៅក្នុងរាងកាយរបស់បុគ្គលម្នាក់គឺវាអាចលេចឬបង្កើតទៅជាបញ្ហាវិបត្តិគេហៅថា thyroid disorder វិបត្តិនៃជំងឺអរម៉ូនធីរ៉ូអ៊ីតជា2ប្រភេទណា2ប្រភេទគឺពាក់ព័ន្ធជាមួយនឹងបញ្ហាខ្សោយកំពេញធីរ៉ូអ៊ីតហើយថាការផលិតអរម៉ូនធីរ៉ូអ៊ីតរបស់យើងអត់គ្រប់គ្រាន់បាទទី2បញ្ហានៃការផលិតអរម៉ូនធីរ៉ូអ៊ីតច្រើនលើសកម្រិតបាទ hyperthyroidism បាទគឺការអរម៉ូនធីរ៉ូអ៊ីតគឺត្រូវការឲ្យតែមកគ្រប់ទេបាទបើខ្វះក៏ឈឺបើលើសក៏ឈឺទាំងពីរទិដ្ឋភាពគេហៅថា thyroid hormone disorder ណាបាទអញ្ចឹងយើងមើលទិដ្ឋភាពទាំងពីរហ្នឹងលក្ខណៈនៃការកត់សម្គាល់រោគសញ្ញានៅក្នុងក្របខ័ណ្ឌអ្នកជំងឺខ្សោយកំពេញធីរ៉ូអ៊ីតមានទិដ្ឋភាពអីខ្លះ
ហើយការព្យាបាលនោះគេប្រើទីសាព្យាបាលមានអីខ្លះណាហើយតម្លៃសម្រាប់អ្នកជំងឺលើសហូម៉ូនទីរីតវិញតើមានរោគសញ្ញាអីខ្លះជាក៏សម្គាល់បាទហើយការគ្រប់គ្រងនៃការប្រាសុទ្ធមានអីខ្លះអញ្ចឹងណាបាទអញ្ចឹងយើងមើលលើអ្នកជំងឺដែលខ្សោយពេញទីរីតបាទពាក់ព័ន្ធជាមួយមូលហេតុបាទយើងអាចពិនិត្យមើលខ្លឹមសារនៃមូលហេតុវាមានច្រើនបាទប៉ុន្តែខ្ញុំចង់ឲ្យយើងមើលលើទិដ្ឋភាពបាទទិដ្ឋភាពមូលហេតុនេះមូលហេតុដែលធ្វើឲ្យមានជំងឺពាក់ព័ន្ធនឹងជំងឺកង្វះហូម៉ូនទីរីតវាមានច្រើនបាទ primary នេះគឺថាពាក់ព័ន្ធនឹងកពេញទីរីតផ្ទាល់តែម្ដង central ថាពាក់ព័ន្ធនឹងខួរក្បាលណាមូលហេតុធ្វើឲ្យកង្វះហូម៉ូនទីរីតរោគសញ្ញាការកត់សម្គាល់រោគសញ្ញារបស់ជំងឺអ្នកជំងឺម្នាក់ដែលកង្វះហូម៉ូនទីរីតវាមានពីរទិដ្ឋភាពនៃការកំណត់រោគវិនិច្ឆ័យទី1គឺមើលទៅលើ sinh clinic ខាងក្រៅបាទទី2គឺតាមរយៈលទ្ធផលតេស្តឈាមឃើញទេបាទពីរប៉ារ៉ាម៉ាត់គឺត្រូវដើរទន្ទឹមគ្នារោគសញ្ញាខាងក្រៅយើងអាចមើលឃើញទិដ្ឋភាពណាបាទអ្នកជំងឺដែលកង្វះហូម៉ូនទីរីតភាគច្រើនតែងតែមានអាការៈណារោគសញ្ញាជំងឺមួយចំនួនដូចជាសារជូរសក់សារអស់កម្លាំងនេះគឺ common symptom របស់អ្នកជំងឺកង្វះហូម៉ូនទីរីតគឺចាញ់ត្រជាក់យើងហៅថាភាសាចាញ់ត្រជាក់ណាបាទអង្គុយជាក់មុំបាទគឺញ័រទៅ sensitivity to cold ចាញ់ត្រជាក់អាសាទល់លាមកអាសាទល់លាមកមិនសូវញ៉ាំអីទេមិនសូវញ៉ាំអីបានទេប៉ុន្តែគីឡូចាស់ឡើងមើលឈាមនេះជាខ្លាញ់ចិត្តស្បែកនេះស្ងួត dehydrate យល់ទេ dehydrate ស្ងួតអានេះជារោគសញ្ញាគាត់សម្គាល់បាទ sinh clinic ប៉ុន្តែមានរោគសញ្ញាប៉ុណ្នេះយើងមិនអាច confirm ថាគាត់ 100% គាត់មានបញ្ហាគឺបញ្ហាកង្វះហូម៉ូនទីរីតទេគេអត់ព្រមនិយាយចឹងបានទេណាបាទដើម្បី confirm ថាគាត់មាន hypo ពិតគាត់មែនបន្ថែមពីរោគសញ្ញាខាងក្រៅនេះបាទយើងត្រូវមើលទៅលើលទ្ធផលឈាមបន្តទៀតណាបាទចឹងលទ្ធផលឈាមបន្តទៀតហ្នឹងគឺមើលលើប៉ារ៉ាម៉ែត្រខ្លះប៉ារ៉ាម៉ែត្រ3សំខាន់នេះក្នុងការកំណត់រោគវិនិច្ឆ័យ T3 T4 TSA T3 ដឹងថាថយចុះ T4 ដឹងថយចុះ TSA ដឹងកើនឡើងតម្លៃ value ទាំង3នេះអាចផ្សំជាមួយនឹងរោគសញ្ញាខាងដើមវិញគឺអាចកំណត់ confirm ថាអ្នកជំងឺម្នាក់ហ្នឹងគឺគាត់ប្រកាសជាមានបញ្ហាខ្សោយហូម៉ូនទីរីតខ្សោយកពេញទីរីតឬកង្វះហូម៉ូនទីរីតដែរបាទនេះគឺ primary នេះគឺថាគឺបញ្ហាតាក់ទងនឹងកពេញទីរីតតែម្ដងចំពោះលក្ខខណ្ឌតម្លៃនេះចេញមកអញ្ចឹងបើតម្លៃនេះមើលទៅក្នុងលទ្ធផលតេស្តមកឃើញតម្លៃនេះអញ្ចឹងឃើញតម្លៃនេះចុះទាំង3នេះបើថាគាត់ខ្សោយកពេញទីរីតដូចគ្នាប៉ុន្តែវាតាក់ទងនឹងខួរក្បាលតាក់ទងខួរក្បាលមកគាត់ណាបាទអូខេអញ្ចឹងនៅក្នុងក្របខ័ណ្ឌនៃជំងឺខ្សោយកពេញទីរីតឬកង្វះហូម៉ូនទីរីតការធ្វើរោគវិនិច្ឆ័យទៅលើរោគសញ្ញាតេស្តឈាមបាទក៏វាយើងសន្មត់ណាបាទសន្មត់ទៅលើតម្លៃនេះ normal range គេឲ្យយើងជា standard អានេះតម្លៃ optimal range បាទបើយើងរកឃើញតម្លៃណាមួយយើងមកផ្ទៀងតាមតម្លៃគេឲ្យហ្នឹងពីនៅកម្រិតធម្មតាទៅវាទាបខ្ពស់ឡើងចុះគឺយើងធៀបជាមួយនឹងហើយតែ TPO antibody គឺជាប៉ារ៉ាម៉ែត្រមួយសំខាន់ដើម្បីគេវាយតម្លៃសន្និដ្ឋានទៅលើទិដ្ឋភាពអ្នកជំងឺកង្វះហូម៉ូនទីរីតពលកង្វះហូម៉ូនទីរីតវាមានកត្តាជាច្រើនតែបង្កើតឲ្យមានបញ្ហានៅការផលិតហូម៉ូនទីរីតអត់គ្រប់គ្រាន់ក្នុងនោះក៏មានការចូលរួមពី antibody បាទអញ្ចឹងនៅក្នុងក្របខ័ណ្ឌអ្នកជំងឺកង្វះហូម៉ូនទីរីតប្រឈមនឹងបញ្ហាជាច្រើនដូចជាបញ្ហា autoimmune disease បានថា antibody ដូច TPO ដូចអីហ្នឹងវាបញ្ចេញមកវាទៅ destroy thyroid cell តែម្ដងណាធ្វើឲ្យការផលិតហូម៉ូនទីរីតនៅក្នុងពងកយើងគឺជួបប្រទះនៅអត់គ្រប់គ្រាន់ទេអញ្ចឹងអ្នកជំងឺដែលកង្វះហូម៉ូនទីរីតធម្មតាបាទយើងមើលតេស្តឈាមទៅ TPO ហ្នឹងគឺក្នុងតម្លៃតូចជាង15ទេតែបើគាត់កង្វះហូម៉ូនទីរីតហើយមើល TPO ពួក antibody នេះឃើញតែតម្លៃធំជាង15ឡើងដល់25 30
ហ្នឹងបានន័យថាអ្នកជំងឺម្នាក់ហ្នឹងគឺគាត់អាចមានបញ្ហាជំងឺ Hashimoto មិនវាមិនមែនជាជំងឺកង្វះអរម៉ូនទីរ៉េតធម្មតាទេអាចជាជំងឺ Hashimoto ហើយណាបាទអញ្ចឹង Hashimoto គឺជាជំងឺកង្វះអរម៉ូនទីរ៉េតណាប៉ុន្តែវាពាក់ព័ន្ធជាមួយនឹងវត្តមានរបស់ antibody ហើយជំងឺ Hashimoto autoimmunity នេះมันអាចព្យាបាលជាបានទេតែបើ hypothyroidism ធម្មតាព្យាបាលជាបានតែបើសិនជា Hashimoto អត់ជាទេអញ្ចឹងការប្រើប្រាស់ឱសថទម្រង់អ្នកជំងឺដែលមាន Hashimoto គឺថាត្រូវប្រើមួយជីវិតណាបាទចំណែកអ្នកជំងឺកង្វះអរម៉ូនទីរ៉េតធម្មតាដែលមិនមានវត្តមាន antibody ទេគឺអាចព្យាបាលរយៈពេលមួយគឺគាត់អាចមុខងារអរម៉ូនរបស់គាត់អាចមកវិលមករកស្ថានភាពធម្មតាបាទអញ្ចឹងអាចប្រើរយៈពេលខ្លីតោះនេះបាទអញ្ចឹងឱសថនៅក្នុងក្របខ័ណ្ឌដែលអាចប្រើចំពោះអ្នកជំងឺកង្វះអរម៉ូនទីរ៉េតគឺគេឲ្យឈ្មោះថាក្រុមឱសថអរម៉ូន replacement therapy ការព្យាបាល replace មកថាយើងប្រើឱសថដើម្បីបំពេញបន្ថែមឬជំនួសមុខងារអរម៉ូនទីរ៉េតនៅក្នុងឈាមរបស់យើងដែលកំពុងតែខ្វះយល់ទេយើងគេប្រើពាក្យ hormone replacement therapy នេះណាចឹងឱសថអីខ្លះដែលគេអាចយកមកប្រើក្នុងក្របខ័ណ្ឌអ្នកជំងឺកង្វះអរម៉ូនទីរ៉េតឬក៏អ្នកជំងឺ Hashimoto បាទគឺពួក L-thyroxine levothyroxine ឬហៅកាត់ថា T4 ណាវាមាន triiodothyronine មាន T3 អានេះគឺជាឱសថសង្កតាមិចចូលគ្នារវាង T4 និង T3 ទាំងអស់នេះគឺជាក្រុមជាឱសថស្ថិតនៅក្នុងក្រុម hormone replacement therapy កង្វះថាឱសថនេះបំពេញដើរតួជាមុខងារ hormone T3 និង T4 នៅក្នុងឈាមរបស់យើងដែលខ្វះណាបាទយើងបំពេញបន្ថែម replace គឺជំនួសណាបាទអញ្ចឹង LT4 នេះហៅ levothyroxine ឈ្មោះវាពេញ levothyroxine ឬហៅកាត់ថា T4 ឬ L-thyroxine ណាបាទស្ដាប់ឮគ្នាយើងអូខេបាទអញ្ចឹងយើងអាចស្គាល់ឈ្មោះឱសថដែលប្រើក្នុងក្របខ័ណ្ឌអ្នកជំងឺកង្វះអរម៉ូនទីរ៉េតបាទបើយើងខ្វះមិនពេញទៅស្រួលទេខ្លាចតែយើងលើសដកវាមកពិបាកអញ្ចឹង levothyroxine បាទនេះគឺជា first line medicine ណាសម្រាប់ការយកមកប្រើជា hormone replacement ក្នុងការព្យាបាលអ្នកជំងឺកង្វះអរម៉ូនទីរ៉េតនិងជំងឺ Hashimoto ណាបាទអូខេបាទគ្នានឹង levothyroxine ណា T4 នេះ brand name ទេក្នុងសំទោសនេះគឺ generic name នៅក្នុងវងចរនេះគឺជា brand name ណាអញ្ចឹងវាមាន T4 T3 combine T3 and T4 ដែលជាថ្នាំទាំងអស់នេះគឺក្នុង hormone replacement therapy for thyroid deficiency ឬក៏ hypothyroidism ណាអូខេយើងនេះក៏ស្គាល់ឈ្មោះឱសថណាក្នុងចំណោមទាំងអស់ហ្នឹងអាចស្គាល់ហោចណាស់ក៏បានមួយដែរបាទបើថាទាំងអស់ហ្នឹង levothyroxine គឺជា first line therapy medicine ជាឱសថជួរមុខគេយកមកប្រើហើយកម្រិតប្រើគឺប្រើពីកម្រិតទាបណាបាទវាមានលេខច្រើន levothyroxine នេះមានលេខតូចអូខេចុះបាទវាមានលេខតូចលេខធំមានលេខ75លេខ100មានលេខ200មានលេខ50អញ្ចឹងវាមានលេខច្រើន microgram ច្រើនជម្រើសណាបាទអញ្ចឹងការប្រើឱសថនេះយើងត្រូវតាមដានមើលកម្រិតT3 T4 យើងឬ TSH រៀងរាល់3ខែឬក៏2ខែម្ដងអញ្ចឹងណាបាទដើម្បីថាតើឱសថបើយើងប្រើបំពេញបន្ថែមវាកាយើងអត់បានមើលឈាមប្រើទៅលើសទៅវាទៅជាបញ្ហាទៅវិបត្តិជំងឺមួយទៀតណាបាទអូខេបាទអញ្ចឹងបន្ទាប់ពី hypothyroidism ឲ្យយើងស្គាល់រោគសញ្ញាស្គាល់របៀបកំណត់ស្ថានភាពជំងឺហើយនឹងឱសថដែលត្រូវប្រើហើយយើងចូលទិដ្ឋភាពវិបត្តិជំងឺទី2គឺអ្នកជំងឺលើសអរម៉ូនទីរ៉េតបាទអ្នកជំងឺលើសអរម៉ូនទីរ៉េតក៏វាមានរោគសញ្ញាសម្គាល់ដូចគ្នាដែរបាទរោគសញ្ញាវាគឺផ្ទុយពីអ្នក hypo ណាបាទសក់ស្រួយបាទបាក់គេងបែកញើសនេះ បែកញើសខ្លាំងណាបាទអញ្ចឹងអ្នកជំងឺ hypo គឺស្បែកស្ងួតដល់អ្នកជំងឺលើសអរម៉ូនទីរ៉េតគឺស្បែកបែកញើសរហូតហើយស្រកគីឡូណា weight loss
សម្ពាធឈាមកើនឡើង anxiety skin សរម៉ូនធីរីតរោគសញ្ញាខាងក្រៅគឺចាញ់ក្តៅណាព្រោះបែកញើសរហូតណាបាទហត់សម្ពាធឈាមញ័រទ្រូងតាគីកាឌីរហូតណាបាទចឹងនៅក្នុងក្របខ័ណ្ឌអ្នកជំងឺលើអរម៉ូនធីរីតក៏មានបញ្ហា auto immunity ដូចនឹង hypo ចឹងដែរប៉ុន្តែអ្នកជំងឺដែលមានបញ្ហាលើអរម៉ូនធីរីតដែលពាក់ព័ន្ធជាមួយនឹង anticorps ឬ antibody នេះវាទៅ destroy cell បាទធ្វើឲ្យការផលិតអរម៉ូន T3T4 លើសកម្រិតធម្មតាបាទគឺទម្រង់ជំងឺដែលកើតមានតាក់ទងជាមួយនឹង antibody នៅក្នុងក្របខ័ណ្ឌអ្នកជំងឺលើសអរម៉ូនធីរីតគេហៅថា Graves disease ណាបែងចែកគ្នាច្បាស់ណាក្នុង hypothyroidism បើ autoimmunity គឺហៅថា Hashimoto ក្នុង hyperthyroidism បើមាន autoimmunity គឺគេហៅថា Graves disease យល់ទេបាទ Graves disease រោគសញ្ញារបស់វា synclinic គឺផ្ទុយពី hypo parameter test យើងមើលតើវាខុសគ្នាឬដូចគ្នាណាបាទ parameter test យើងមើលលទ្ធផល test ឈាមបាទមើល parameter 3ដូចគ្នាប៉ុន្តែលទ្ធផលគឺផ្ទុយពី hypothyroidism នៅពេលអ្នកជំងឺម្នាក់លទ្ធផលឈាមបង្ហាញថាលទ្ធផលកម្រិត T3 និង T4 កើនឡើង TSH ថយចុះបានន័យថាគាត់មានបញ្ហាលើសអរម៉ូនធីរីតហើយរូបផ្សំជាមួយរោគសញ្ញា synclinic ខាងដើមនោះគឺអាច confirm ថាគាត់ប្រកាសជាមានវិបត្តិជំងឺលើអរម៉ូនធីរីតមែនណាបាទអញ្ចឹងឱសថនៃការប្រើដើម្បីព្យាបាលនិងគ្រប់គ្រងទៅលើបញ្ហាលើអរម៉ូនធីរីតនៅខ្វះស្រួលទេតែលើសដកឲ្យវាថយវិញគឺពិបាកណាអញ្ចឹងឱសថដែលគេប្រើសម្រាប់ការកាត់បន្ថយការផលិតហូម៉ូនធីរីត T3 និង T4 គេឲ្យឈ្មោះថា anti thyroid drug ATD ក្នុង hypo យើងប្រើពាក្យឱសថថា hormone replacement therapy ឃើញទេខុសគ្នាកាលណាគេប្រើពាក្យ anti thyroid drug អាហ្នឹងគឺសំដៅឱសថព្យាបាលទៅលើបញ្ហាលើសហូម៉ូនធីរីតហើយអញ្ចឹងឱសថដែលគេប្រើសម្រាប់ការព្យាបាលលើហូម៉ូនធីរីតវាមានឱសថព្យាបាលសម្រាប់ឈូបន្ថយរោគសញ្ញាបាទណាហើយនៅឱសថគោលឱសថ first line សម្រាប់ព្យាបាលអ្នកជំងឺលើហូម៉ូនធីរីតគឺនេះ ATD anti thyroid drug ណាមាន metimazole មាន propylsoracil ជាដើមណាបាទអូខេហើយក្រៅពីហ្នឹងយើងព្យាបាល iodine ណាការវះកាត់ណាបាទប៉ុន្តែឲ្យចាំថាក្រុមឱសថដែលប្រើព្យាបាលជំងឺ hyperthyroidism គឺហៅ ATD anti thyroid drug metimazole មាន carbimazole propylsoracil ណានេះគឺជាឱសថនៅក្នុងក្រុម ATD anti thyroid drug ប្រើសម្រាប់ព្យាបាលអ្នកជំងឺលើសហូម៉ូនធីរីតradioactive អានេះជុកសកម្មក៏គេប្រើដែរណាបាទព្រោះតែវាជាពួកជុកសកម្មតែសុទ្ធធម្មតានេះ ATD អញ្ចឹងនៅក្នុងក្របខ័ណ្ឌនៃការប្រើឱសថពពួក first line ឬ ATD AT thyroid drug នេះយើងមានពពួក radioactive មាន metimazole propylsoracil ណាបាទការប្រើសម្រាប់ព្យាបាលអ្នកជំងឺលើសហូម៉ូនធីរីតក៏ប៉ុន្តែក្នុងចំណោមនៃការប្រើនោះឱសថដែលគេប្រើចំពោះស្ត្រីមានផ្ទៃពោះបាទស្ត្រីដែលមានកបាទបើសិនជាគាត់ស្ត្រីម្នាក់មានទម្ងន់ហើយមានបញ្ហាលើហូម៉ូនធីរីតជំរឿសដែលគេឱសថដែលមានសមត្ថភាពយកមកប្រើมันអាចយកឱសថពពួក radioactive មកប្រើបានទេបាទអញ្ចឹងយើងត្រូវប្រើពពួក anti thyroid medicine នេះ anti thyroid drug នេះអញ្ចឹងយើងមើលរវាងឱសថទាំងពីរហ្នឹងថាឱសថមួយណាដែលអាចមានសមត្ថភាពប្រើចំពោះស្ត្រីផ្ទៃពោះបានរវាង metimazole propylsoracil នៅគ្នាយើងមើលមានឱសថណាដែលអាចប្រើអាចអនុញ្ញាតប្រើចំពោះ pregnancy បានដែលមានបញ្ហា hyper រវាង metimazole propylsoracil លោកគ្រូប្រើជាមួយអ្នកផ្ទៃពោះបាទអូខេបាទ safety can be given ហ្នឹងហើយ propylsoracil អាចប្រើបានណាបាទ propylsoracil metimazole propylsoracil បាទមើលអក្សរមើលអីស្រួលផងបាទឈ្មោះបាទយើងអាចដឹងសិតតែមានសុខភាពប្រើចំពោះ pregnancy បាទ
នេះគឺរូបសញ្ញាទេបាទអញ្ចឹងនៅក្នុងមេរៀនទី2នេះការ review របស់ខ្ញុំគឺមានតែប៉ុណ្្នឹងដែលឲ្យគ្នាយើងកត់សម្គាល់នៅចំណុចគោលសំខាន់ហ្នឹងបាទហើយនៅចុង slide នេះបាទសំណួរទាំងអស់នេះយើងអាចរៀនឆ្លើយបដាបាទជា case study អ្វីដែលខ្ញុំបានពន្យល់ខាងដើមហ្នឹងបាទយើងអាច practical បាទចប់ session នេះតនៅក្តៅរៀនមើលទៅលើ case study នេះដែរណាបាទហើយឆ្លើយសំណួរនេះទៅតនេះគ្នាយើងតនលោកគ្រូ បាទយើងផ្សេងទៀតអូខេបាទចាលោកគ្រូបាទអត់មានបញ្ហាទេណាបាទចឹងការ review មេរៀនទី2របស់ខ្ញុំមានចំណុចតែប៉ុណ្្នឹងទេហើយបន្ថែមពីហ្នឹងគឺ case study នេះយើងយកទៅមើលហើយ practical បដាទៅណាបាទតោះនេះគ្នាយើងតោះអត់ទេបាទតនលោកគ្រូបាទអូខេបាទអញ្ចឹងម៉ោងជិត7ហើយខ្ញុំសាមានតរៈដល់ម៉ោង7នេះបាទខ្ញុំសូមសម្រាប់ត្រឹមនេះយើងលោកគ្រូលោកគ្រូចេញគូសអមមែនហើយចេញចំនួនមែនសម្រាប់លោកគ្រូគឺស្អឹមតែជា20ទៅចន្លោះពី20ទៅ25មានសរសេរទៅ5លោកគ្រូចេញម្នាក់ឯងមែនអត់ទេចេញពីរនាក់តែសម្រាប់លោកគ្រូម្នាក់ឯងលោកគ្រូចេញគឺស្អមមែនហើយសំណួរមែនចន្លោះពី20ទៅ25បាទចុះគួយស្អមលោកគ្រូចេញមែនណាលោកគ្រូទៅនិយាយខ្ញុំប្រាប់មិញហើយអត់ស្ដាប់គួយស្អមលោកគ្រូចេញ20ទៅ25 Q&A លោកគ្រូបាទ Q&A 5ទៅ10ចាលោកគ្រូទាំងសរុបទៅវាចន្លោះពី total នេះប្រហែលជា30អីណាខ្ទង់បែបណាលោកគ្រូមានដាក់គុយស្អមអីឲ្យពួកខ្ញុំធ្វើអូខេគឺខ្ញុំរំលឹកប្រហែលចំណុចមិញហ្នឹងហើយខែបខ្លីៗហ្នឹងហើយនេះ case study អីមិញហ្នឹងបង្ហាញឲ្យយើងខ្ញុំពេលខ្លះខ្ញុំសួរដូចឆ្ងល់ទៅវិញគ្នាយើងអ្វីដែលខ្ញុំប្រាប់ឲ្យយើង take note យើងអត់បាន take note ឬអត់កុងសង្ត្រេនៃការស្ដាប់ឬយ៉ាងម៉េចដែរការ review គឺមិនមែនជាការបង្ហាញសំណួរទេគេថា review គឺជាការរំលឹកនៅចំណុចដែលយើងត្រូវមើលតែមិនចំណុចដែលនិយាយទាំងអស់មិនគឺចំណុច snow ទាំងអស់ណាបាទអញ្ចឹងគ្នាយើងផ្សេងទៀតដែលបាន take note ដែលបានកត់ត្រាដែលបានយល់យើងចងក្រងហើយមកប្រមូលភាសាគ្នាដំណាក់កាលនេះគឺត្រូវចែករំលែកគ្នាទៅបាទជា last session nàyសម្រាប់ exam បាទចំណុចដែលខ្ញុំនិយាយ review ទាំងប្រហែលក្នុងរយៈពេល1ម៉ោងជាងនេះពីមេរៀននេះគឺជាចំណុចសង្ខេបស្នូលតែម្ដងបាទសម្រាប់ការប្រឡងរបស់ពួកយើងគ្រាស្ដាប់តោះនេះបាទចឹងអត់មានសំណួរមានអីទៀតទេគ្នាយើងអាចសម្រាប់ត្រឹមនេះហើយអាស្រ័យសំទោសhomework ដែលត្រូវធ្វើបន្តគឺ summary ចំណុចដែលខ្ញុំលើកឡើងខាងដើមទាំងប្រហែលបាទមើល highlight ចំណុចដែលត្រូវមើលលម្អិតបន្ថែមទៀតទី2ទៅលើ case study អីមិញនៅក្នុង slide មិញហ្នឹងរៀន practical ធ្វើទៅបាទ
រៀនអាន clear ខ្លួនឲ្យយល់បាទពាក្យពេចន៍ណាយើងមិនយល់បើ dictionary ឲ្យមើលណាបាទឬ case study និងពាក្យពេចន៍ប្រើសំណួរតែខ្ញុំមើលតែពាក្យពេចន៍វាសាមញ្ញធម្មតាទេវាអត់មានអីធ្ងន់ធ្ងរទេសំខាន់ឲ្យយើងយល់ concept បាទហើយ concept និយាយបកស្រាយអស់ហើយមិញសង្ខេបដល់ចំណុចស្នូលណាបាទអូខេបាទអញ្ចឹងខ្ញុំមានតែប៉ុណ្ណឹងសម្រាប់ថ្ងៃនេះយើងបាន2មេរៀននៅជួបគ្នាថ្ងៃអាទិត្យយើងទៅ2មេរៀនទៀតណាបាទហើយថ្ងៃច័ន្ទយើងបញ្ចប់ណាបញ្ចប់តោះណាទេបាទ តួលោកគ្រូ បាទ ចាលោកគ្រូ អូខេ ចឹងអរគុណយើងអាចសម្រាប់តាមនេះសិនចុះបាទជួបគ្នានៅថ្ងៃអាទិត្យណា